អីយ៉ាផ្លែអារម្មណ៍មែនទែនប្រិមិត្តក្លែនអឹមបាប៉េចូលរួមតាមដានទស្សនាជីយន្តហោះពីអេស្ប៉ាញទៅបារាំងដើម្បីតាមដានការប្រកួតប្អូនប្រុសរបស់ខ្លួនកាលពីយប់មិញដែលលេងទល់ជាមួយនឹងក្រុម Paris Saint-Germain ស្វាគមន៍មកកាន់កម្មវិធីព័ត៌មានក្រៅជាតិរបស់ God 55 Media យប់មិញនេះក្លែនអឹមបាប៉េចេញពីអេស្ប៉ាញទំនេរទៅមើលបាល់ទាត់នៅបារាំងក្នុងការប្រកួតបាទរវាងក្រុម Lille បាទទៅជួបជាមួយនឹង Paris Saint-Germain អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺលទ្ធផលបានបញ្ចប់ទៅដោយ1-1ប៉ុន្តែប្អូនប្រុសរបស់គេបាទបានទាត់បញ្ចូលទីឲ្យបាទ Lille បាទតាមយកស្មើបាទ Paris Saint-Germain នៅក្នុងនាទីទី75បាទយប់មិញនេះគឺជារឿងដែលបាទ85បាទអេបាទជាស្រ័យប្រិមិត្តយើងយប់មិញនេះគឺជារឿងដែលនឹកស្មានមិនដល់បាទដោយកីឡាករ Antoine Mbappé កីឡាករដែលមានវ័យ16ឆ្នាំជាប្អូនប្រុសបាទរបស់ Kylian Mbappé បាទបានទាត់បញ្ចូលទីឲ្យ Lille តាមស្មើ Paris Saint-Germain 1-1ហើយបន្តក្តីសង្ឃឹមរបស់ Lille ជាបន្តទៀតនៅក្នុងរដូវកាលនេះផងដែរគួរបញ្ជាក់ផងដែរថាទំនេរបាទមិនទៅណាបាទទៅមើលប្អូនប្រុសរបស់ខ្លួនលេងគឺជារឿងមួយដែលគួរឲ្យកត់សម្គាល់ហើយក៏ការយកចិត្តទុកដាក់ជាមួយនឹងប្អូនបាទសម្រាប់កីឡាករ Kylian Mbappé បាទព័ត៌មានកីឡាទាត់ជាតិរបស់ God 55 Media ក៏ឈានចូលដល់ទីបញ្ចប់ចង់តាមដានព័ត៌មានថ្មីសូមកុំភ្លេចជាមួយនឹង God 55 Media ខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា